Ini xong này nomពីការរបៀប config កាមេរ៉ាចូលទៅលើកុំព្យូទ័រដោយប្រើកម្មវិធី CMS បាទ CMS បើកកម្មវិធីមួយមក username super ហើយ password អត់មានទេចូលចុចលើ login ចាំទៅកម្មវិធីនេះរៀងយឺតបន្តិចបាទរងទៀតយើងដើម្បីបាន channel មកកាមេរ៉ាយើងដើម្បីមើលបានចុចនៅលើ one ចុះសំដៅ system ហើយ device manager ហើយចុចលើ add រងទៀតឈ្មោះនេះយើងដាក់អីក៏បានជាហៅថា home មកយើងទៅហើយនេះខ្ញុំទៅខំទៀតហើយvậy có kho đây này ok nữa được home ហើយចុចលើពាក្យ add device ត្រង់ប្រអប់នេះបើសិនជាយើងមានលេខ IP យើងចុចត្រង់លេខ IP បើសិនជា domain ឧទាហរណ៍ DDNS យើងចុចលើ DDNS ក៏ប៉ុន្តែបើរបស់យើងមានតែ cloud ទេ cloud ហ្នឹងគឺ P2P ក្បាលម៉ាស៊ីនសម្រាប់ក្បាលម៉ាស៊ីនកាមេរ៉ាដែល device name នេះដាក់អីក៏បានដែរយើងដាក់1 2 3យើងចុះឧទាហរណ៍បើសិនជាយើងកាមេរ៉ាយើង P2P ទេដាក់ cloud ហ្នឹងដែលយើងថតពីDVR មួយរៀនក្រោយខ្ញុំនឹងប្រាប់របៀបនេះ DVR អានេះដោយសារថាខ្ញុំបាន record ថត screen ពីនេះមកខ្ញុំដាក់ cloud នេះចូលមួយ cloud ដែលយើង scan ពីម៉ាស៊ីនក្បាលម៉ាស៊ីន DVR មក9 3 7 0 8 2 9 2 8 A S password ដូចនៅក្នុងហ្វាមសិន DVR បាទហ្វាមសិន DVR យើងដាក់មិនដាក់ចំណាំមកចូលទៀត click OK ចាំបន្តិច OK ទៀតខ្ញុំវាធ្លាក់មួយពី3ទៅលើនេះចូលទៀតយើង double click លើនេះមកចូលចាំតិចបាទដោយសារថា DVR ហ្នឹងមាន4 channel អញ្ចឹង click មកវាមានវាធ្លាក់ channel 4 ហើយអញ្ចឹងយើងចង់មើល review វា click double click មក click ពីរដងបាទមួយទៀត click ទៀតមក click លើនេះហើយ click ទៀតមកហើយ click លើនេះ click ទៀតមកបាទកាមេរ៉ាប្រភេទនេះគឺកាមេរ៉ាប្រភេទ Full HD អញ្ចឹងវារូបភាពវាច្បាស់យើងចង់មើលធំក៏បានដែរបាទចង់មើលធំបាទចូលមក click វាពីរដងចង់ទូវិញ click វាពីរដងមកបាទអញ្ចឹងមានតែប៉ុណ្្នឹងទេកម្មវិធីនេះអាច remote playback បានណាremote playback តាមលើទូរស័ព្ទដៃក៏បានតាមនៅលើកុំព្យូទ័រក៏បានបើយើងចង់ playback យើងចុចទៅលើ playback នេះមកបាទអញ្ចឹងកន្លែងនេះបាទ device នេះយើងយកអាឈ្មោះរបស់កាមេរ៉ាយើងដែលបាន add ចូលមិញហ្នឹងបាទប្រអប់នេះ channel ឧទាហរណ៍យើងចង់មើល channel ទី1 channel ទី2ទី2បើសិនជាយើងចង់មើលទាំងអស់យើង select លើនេះ my time នេះ select all បាទ select all មកបន្ទាប់មកទៀតយើង search ចុចពី search បាទនេះម៉ោងតែបើសិនជាយើងចង់មើលម៉ោងណាត្រឹមត្រូវយើងដាក់ម៉ោងវានៅលើនេះតែបើសិនជាយើងដាក់ម៉ោងយើង search បានមួយ channel ទេ
tại vìយើងចង់ search ទាំងអស់អញ្ចឹងយើងធ្វើដូចខ្ញុំមិញអញ្ចឹងមក click ហ្នឹងមក play នេះវាចាប់តាំងពីម៉ោង 00 មកអូខេអាចមិនយល់ទេអាច comment សួរបានអូខេ